ចាសួស្តីបងប្អូនចឹងយើងជួបគ្នាជាថ្មីជាមួយនឹងវិញ្ញាសាគីមីត្រៀមប្រឡងឌីប្លូមវិញ្ញាសាទី5ហើយចាលេខ1នេះគឺយើងបំពេញចន្លោះចាលេខ2គឺយើងសេសមីការលេខ3យើងដោះស្រាយលំហាត់និងលេខ4ដោះស្រាយលំហាត់ដូចគ្នាដែរអញ្ចឹងរយៈពេលប្រឡងយើងមានតែ30នាទីទេហើយបន្ទុកយើងតែ25ទេយើងត្រូវការធ្វើឲ្យលឿនដើម្បីបានបន្ទុកព្រោះរយៈពេលវាខ្លីពេកតែយើងធ្វើឲ្យបានលំហាត់ច្រើនទៅយើងចាំយើងនឹងអាចធ្វើបានដោយលឿនណាស់ចាអញ្ចឹងយើងសាកធ្វើសិនហើយចាំទៅជួបគ្នាជាមួយអត្រាកំណែអ្នកគ្រូនៅខាងក្រោមចានេះអត្រាកំណែទី1គេឲ្យយើងបំពេញគេដាក់ចុចពីមុខមកជាសមាធាតុដែលបង្កពីអ៊ីដ្រូសែននិងរ៉ាឌីកាល់អាស៊ីតចាពេលខ្លះក៏គេដាក់ថាសមាធាតុដែលបង្កពីពេលខ្លះគេដាក់ថាសមាធាតុដែលមានអ៊ីសែនក្នុងនឹងហើយមានផតកម្មជាមួយនឹងបាសឲ្យផលជាអំបិលនិងទឹកអាហ្នឹងក៏យើងបំពេញដល់អាស៊ីតដែរចឹងអាស៊ីតជាសមាធាតុបង្កពីអ៊ីដ្រូសែននិងរ៉ាឌីកាល់អាស៊ីតឬក៏អាស៊ីតជាសមាធាតុដែលមានអ៊ីដ្រូសែនក្នុងម៉ូលេគុលរបស់វាហើយផតកម្មជាមួយបាសឲ្យផលជាអំបិលនិងទឹកលេខ2សមាធាតុដែលបង្កពីលោហៈជាមួយនឹងអុកស៊ីសែនហៅថាអុកស៊ីតបាសចាអុកស៊ីតបាសលោហៈមួយអុកស៊ីសែនអុកស៊ីតបាសដូចជាសូយ៉ូមអុកស៊ីតលីយ៉ូមអុកស៊ីតបារីយ៉ូមអុកស៊ីតចានឹងសុទ្ធតែជាអុកស៊ីតបាសអុកស៊ីតយើងមាន3ប្រភេទអុកស៊ីតបាសអុកស៊ីតអាស៊ីតនិងអុកស៊ីតអំប្រូតេអុកស៊ីតអាស៊ីតគឺអុកស៊ីតនៃអលោហៈមានន័យថាអលោហៈជាមួយអុកស៊ីសែនដូចជាកាបូនឌីអុកស៊ីតស្ពនថឌីអុកស៊ីតអាសូឌីអុកស៊ីតហ្នឹងគឺជាអុកស៊ីតអាស៊ីតដែរហើយអុកស៊ីតអំប្រូតេមានអាលុយមីញ៉ូមអុកស៊ីតសំណអុកស៊ីតបេរីយ៉ូមអុកស៊ីតនិងសង្កសីអុកស៊ីតគឺជាអុកស៊ីតអំប្រូតេគឺជាអុកស៊ីតដែលមានលក្ខណៈជាអុកស៊ីតអាស៊ីតផងអុកស៊ីតបាសផងចាលេខ2ថ្លឹងសមីការសរសេរឲ្យថ្លឹងផងចាសង្កសីបូកស៊ីក្លត្រេកយើងបានសង្កសីក្លរួបូកអ៊ីដ្រូសែនយើងថ្លឹងហ៎ចាសង្កសីប្រឡង2ក្ល1ចេញលេខ2នេះហើយយើងថ្លឹងក្ល2យើងគុណនឹង2មកបានស្មើគ្នាកាល់ស្យូមបូកអាស៊ីតនីត្រិកយើងបានកាល់ស្យូមនីត្រាតបូកអ៊ីដ្រូសែនហើយយើងថ្លឹងដែរដោយសារនីត្រាតនេះមានបតោ2យើងគុណ2អ៊ីសែនក៏ស្មើនីត្រាតក៏ស្មើចាស្ពនថត្រីអុកស៊ីតនេះគឺជាអុកស៊ីតអាស៊ីតអុកស៊ីតអាស៊ីតបូកទឹកចេញអាស៊ីតបើអុកស៊ីតបាសបូកទឹកចេញបាសចាអញ្ចឹងអុកស៊ីតអាស៊ីតគឺ SO3 បូក H2O យើងចេញ H2SO4 បើ SO2 ស្ពនថឌីអុកស៊ីតបូកទឹកយើងបាន H2SO3 ចាលេខ3គណនីមានអ៊ីដ្រូសែនទទួលបានអញ្ចឹងក្នុងលំហាត់នេះគឺគេឲ្យម៉ាសសង្កសី6.5 ក្រាមប្រតិកម្មជាមួយសូចអាស៊ីក្លឌីត្រិកគេឲ្យរមៀតអ៊ីសែនទទួលបានដើម្បីរមៀតយើងរកម៉ាសសិនចាយើងធ្វើសមាមាត្រដើម្បីរកម៉ាសចឹងមួយដាក់ម៉ាស់ម៉ូលសង្កសី65ម៉ាស់ម៉ូលអ៊ីសែន1គុណ2 2បន្ទាប់មកដាក់ម៉ាស់ដែលគេឲ្យ6.5ម៉ាស់អ៊ីសែនយើងតាំងដោយ m ចឹងយើងធ្វើសមាមាត្រ m លើម៉ាស់ម៉ូលលាប2ស្មើនឹង6.5លើ65ចឹងយើងទាញរក m មកយើងបានម៉ាស់របស់អ៊ីសែនស្មើនឹង0.2បន្ទាប់មកយើងវិចារវាមករកមៀតតាមបំរាប់របស់គេអ៊ីសែន2ក្រាមមានមៀត22.4លីត្រនោះអ៊ីសែន 0.2 ក្រាមមានមៀតតាំងដោយវេអញ្ចឹងយើងគុណចម្រាស់មកយើងបានសមាមាត្រហើយយើងគុណចម្រាស់យើងបានមៀតរបស់អ៊ីសែនគឺ 2.24 លីត្រចាបន្ទាប់មកលំហាត់លេខ4គេថាដើម្បីដុតពន្ធត32ក្រាមឲ្យឆេះសពគេត្រូវការអុកស៊ីសែន 22.4 គេឲ្យយើងរមៀតអុកស៊ីសែនបើចំហេះស្ពាន់ធម៌ 1.28 ចាលំហាត់នេះគឺអត់ត្រូវការសមីការទេគឺត្រូវការវិចារយើងសេតាមវិចាររបស់គេមកដោយស្ពាន់ធម៌32ត្រូវការ O 22.4 នេះប្រធានរបស់គេនេះចាបន្ទាប់មក S 1.28ត្រូវការ O យើងតាំងដោយ V ហើយយើងគុណចម្រាស់ដូចគ្នាដែរយើងបាន V គុណចម្រាស់ទៅស្មើនឹង 0.896 លីត្រចាបន្ទាប់មកគេឲ្យរកម៉ាស់ស្ពាន់ធម៌ម្ដងបើគេមានអុកស៊ីសែនប៉ុណ្ណេះលីត្រម្ដងអញ្ចឹងយើងសរសេរដូចគ្នាតែយើងត្រូវការរកម៉ាស់ស្ពាន់ធម៌យើងដាក់ m មកហើយអុកស៊ីសែនគេឲ្យមៀតមកអញ្ចឹងយើងបានម៉ាស់របស់ស្ពាន់ធម៌គឺ 0.128 ក្រាមចាលំហាត់នេះគឺអត់ត្រូវការសមីការទេពេលខ្លះយើងដោះស្រាយលំហាត់តាមសមីការរហូតដល់ពេលគេប្រាប់មកយើងរៀងគាំងដែរអញ្ចឹងអានេះគឺយើងវិចារធម្មតាដើម្បីដោះស្រាយលំហាត់នេះចាអញ្ចឹងយើងនឹងជួបគ្នានៅវិញ្ញាសាក្រោយទៀត